ពីម្នាក់នេះគាត់កំពុងតែហាត់ប្រាណសុកសុកលេងប្លីខលមកគាត់ថាអូប្តីអ្នកឯងគឺត្រូវបានចោលប្លន់ហើយឥឡូវបាញ់សម្លាប់ស្លាប់បាត់ហើយនៅក្នុងផ្ទះគាត់ទៅដល់កន្លែងកាត់ហេតុផ្ទះគាត់ភ្លាមគឺគាត់ប្រេដោងយំខ្លាំងមែនតើហ្មងមុខប្លី I'm the one that called you. Thank you for coming. Listen, is your husband Michael? Okay, I'm sorry to tell you, man. He's been killed, man. I'm sorry. ដោយនារីម្នាក់នេះគឺគាត់មានឈ្មោះថា Dalia Dipolito ដែលគាត់មានអាយុ26ឆ្នាំគាត់បានរៀបការជាមួយនឹងប្តីគាត់ដែលមានឈ្មោះថា Michael Dipolito ឬក៏គេហៅគាត់ថា Mike ដែលមានអាយុ38ឆ្នាំនៅក្នុងឆ្នាំ2009នៅពេលដែលគិតការដំបូងហ្នឹងគឺពីរនាក់គាត់គឺស្រឡាញ់គ្នាខ្លាំងមែនតើហ្មងបាត់មុខគ្នាបានទេដល់គ្នាប៉ុន្តែអីដែលល្អហ្នឹងគឺបានតែ6ខែដំបូងឯង6ខែដំបូងបន្ទាប់ពីរៀបការហើយគឺ Dalia ដែលជាប្រពន្ធហ្នឹងគឺគាត់ចាប់ដើមអស់ចិត្តពីប្តីវាស្អប់ប្តីលែងចង់នៅជាមួយគ្នាហើយគាត់ក៏ចង់លែងលះប៉ុន្តែគាត់គិតថាបើសិនជាគាត់លែងលះគឺគាត់បានអីពីប្តីគាត់សំបីតែមួយសេនដោយសារទ្រព្យសម្បត្តិទាំងអស់ហ្នឹងទាំងផ្ទះទាំងអីហ្នឹងគឺបោះប្តីគាត់ទាំងអស់ដោយគាត់បានកាត់ចេញគំនិតអាក្រក់មួយដោយការប៉ងសម្រាប់ប្តីគាត់គិតថាបើសិនជាប្តីគាត់ស្លាប់ទ្រព្យសម្បត្តិទាំងអស់ហ្នឹងនឹងធ្លាក់ទៅលើគាត់ហើយតែលោភលន់ណាអ្នកនរគ្នាបន្ទាប់មកម្រយៈគាត់ក៏គិតគម្រោងទី2គម្រោង frame ប្តីគាត់ធ្វើស៊ីប្តីគាត់អ្នកនរគ្នាគាត់បានហេការទៅប្រាប់ប៉ូលីសថាប្តីគាត់ហ្នឹងគឺជួញដូរគ្រឿងញៀនប៉ុន្តែពេលដែលប៉ូលីសស៊ើបទៅគឺគាត់មានភស្តុតាងអីអញ្ចឹងគម្រោងទី2របស់គាត់ក៏ត្រូវ fail ម្ដងទៀតតែគាត់នៅតែអត់ចុះចាញ់អ្នកនរគ្នាគាត់នៅតែបន្តគម្រោងទី3របស់គាត់ដោយគម្រោងទី3គឺគាត់មិនមែនធ្វើខ្លួនឯងទេគឺគាត់នឹកឃើញកំណត់មួយថាគាត់នឹងជួលអ្នកណាម្នាក់ដើម្បីមកសម្លាប់ប្តីគាត់ដោយគាត់នឹកឃើញសង្សារចាស់របស់គាត់ម្នាក់ដែលមានឈ្មោះថាមហាមេតគាត់ក៏បានតាក់ទងទៅសង្សារចាស់គាត់ម្នាក់ហ្នឹងហើយពេលដែលជួបគ្នាហ្នឹងគឺគាត់បានសួរមហាមេតថាមានស្គាល់ណាគេវាថាអាចនឹងធ្វើការសម្លាប់ប្តីគាត់ឲ្យគាត់បានអត់គាត់តែសង្សារចាស់របស់គាត់លឺប៉ុណ្ណឹងភ្លាមគឺភ្ញាក់ផ្អើលហ្មងអ្នកនរគ្នាអត់នឹកស្មានថាដាលីគឺគាត់មានកំណត់ចឹងទៅលើប្តីគាត់ចឹងមហាមេតហ្នឹងគឺគាត់ reject ចោលគឺគាត់អត់បដិសេធគាត់អត់ទទួលយកសំណើហ្នឹងទេគាត់ប្រាប់ថាគាត់អត់មានស្គាល់ណាគេទេចឹងពីរអ្នកគាត់ក៏បែកគ្នាមកផ្ទះចឹងទៅប៉ុន្តែមហាមេតគាត់និយាយថាដឹងរឿងហ្នឹងហើយគឺគាត់វាអត់សនុកចិត្តណាអ្នកនរគ្នារបៀបថាមនុស្សភ័យគាត់ក៏បានរាយការណ៍ទៅកាន់ប៉ូលីសពេលហ្នឹងប៉ូលីសក៏គាត់អត់សូវជឿណាអ្នកនរគ្នាមិនដែរសុកមកប្រាប់ថាអូមានណាគេម្នាក់ចង់ធ្វើគៀតប្តីអីចឹងគេក៏ជឿដែរប៉ុន្តែមកគេអត់ជឿទៅខ្លាចមានបញ្ហាអីកើតឡើងចឹងគេក៏សួរនាំព័ត៌មានច្បាស់លាស់ហើយគេក៏ឲ្យមហាមេតហ្នឹងធ្វើជាតាក់ទងទៅដាលីហ្នឹងម្ដងទៀតប្រាប់ថាអូហៅបានមនុស្សហើយដែលអាចទៅធ្វើការសម្លាប់ទៅលើប្តីដាលីហ្នឹងបានហើយចឹងមហាមេតហ្នឹងក៏ធ្វើតាមប៉ូលីសយល់ថាដាក់ម៉ូគ្នាមួយប៉ូលីសមហាមេតហ្នឹងក៏បានតាក់ទងទៅដាលីម្ដងទៀតប្រាប់ថាអូឥឡូវគឺខ្ញុំរកបានហើយអ្នកដែលអាចទៅសម្លាប់ប្តីបានប៉ុន្តែត្រូវការលុយ1200ដើម្បីទិញកំភ្លើងដាលីហ្នឹងក៏អូខេអ្នកនរគ្នាគ្រាន់តែលឺចង់ខ្ញុំអូខេភ្លាមហ្មងហើយក៏បានណាត់គ្នាជួបអីចឹងទៅពេលដែលជួបគ្នាហ្នឹងដាលីក៏បានឲ្យរូបថតឲ្យព័ត៌មានពីប្តីហ្នឹងទៅឲ្យមហាមេតដែលជាសង្សារចាស់ហ្នឹងដើម្បីយកឲ្យទៅឲ្យខ្មាំងកំភ្លើងដើម្បីធ្វើការសម្លាប់ឲ្យត្រូវមនុស្សខ្លាចច្រឡំមនុស្សអីចឹងណាបន្ទាប់មកមហាមេតហ្នឹងគាត់ក៏បានប្រាប់ថាអូចាំគាត់ឲ្យខ្មាំងកំភ្លើងហ្នឹងតាក់ទងទៅដាលីណាត់ជួបគ្នាអីចឹងទៅហើយមហាមេតហ្នឹងក៏បានដាក់ម៉ូមួយប៉ូលីសឲ្យប៉ូលីសហ្នឹងដើរតួជាខ្មាំងកំភ្លើងដើម្បីតាក់ទងណាត់ជួបគ្នាជាមួយនឹងដាលីនៅ parking lot មួយកន្លែងនៅពេលដែលជួបគ្នាហ្នឹងណាប៉ូលីសដែលប្លង់ខ្លួនជាខ្មាំងកំភ្លើងណាជាយាមសួរបញ្ជាក់ដាលីទៀតថាអ្នកឯងប្រកាសចិត្តថាចង់សម្លាប់ប្តីអ្នកឯងដាលីក៏បាននិយាយថាខ្ញុំប្រកាសចិត្ត5000%ហ្មងថាចង់សម្លាប់ប្តីខ្ញុំហើយការដែលដាលីនិយាយគ្នាជាមួយនឹងខ្មាំងកំភ្លើងហ្នឹងគឺគេ record ជាប់ទាំងអស់អ្នកនរគ្នាមានវីដេអូដែលដាលីនិយាយមានភស្តុតាងអីគ្រប់សពបែបយ៉ាងចឹងខ្មាំងកំភ្លើងថាអូខេព្រមទទួលប៉ុន្តែទីលុយ$7000នៅក្នុងការសម្លាប់ Michael ដែលជាប្តីរបស់ដាលីនឹងដាលីគឺគាត់ឲ្យលុយ$7000នឹងភ្លាមហ្មងហើយក៏បានបែកគ្នាអញ្ចឹងទៅចឹងប៉ូលីសគេចង់និយាយថាចាប់ជនសង្ស័យនឹងឲ្យទាន់ហេតុការណ៍ហ្មងណាចឹងគេក៏បានធ្វើតាម flow ហ្នឹងអញ្ចឹងទៅរហូតដល់ថ្ងៃកាត់ហេតុគឺថ្ងៃទី5ខែ8ឆ្នាំ2009ពេលផឹកឡើងហ្នឹងដាលីគាត់ក៏បានចេញពីផ្ទះទៅហាត់ប្រាណដើម្បីបើកដៃឲ្យខ្មាំងភ្លើងហ្នឹងចូលមកប្លន់ប្តីឲ្យសម្រាប់ប្តីអីចឹងទៅហើយណាមួយបើគាត់ចេញទៅហាត់ប្រាណទៅបើគេឃើញគាត់នៅកន្លែងហាត់ប្រាណទៅគឺគេអត់សង្ស័យគាត់ទេថាគាត់ជាអ្នកសម្រាប់ប្តីអីចឹងណាចឹងគាត់ក៏បានទៅហាត់ប្រាណចឹងនៅពេលដែលគាត់ចេញផុតពីផ្ទះហ្នឹងគឺខាងប៉ូលីសហ្នឹងគឺគេបានមកអួតទ្វារ Michael ហើយប្រាប់ពីហេតុដើមហេតុចឹងទៅថាអូប្រពន្ធអ្នកឯងហ្នឹងគឺមានបំណងចង់ធ្វើឃាតអ្នកឯងសម្រាប់អ្នកឯងអីចឹងទៅ Michael ដំបូងគឺគាត់អត់ជឿទេប៉ុន្តែប៉ូលីសគឺបានបង្ហាញភស្តុតាងទាំងការថតសលេងទាំងវីដេអូដែលថតនៅក្នុងឡាននិយាយជាមួយនឹងខ្មាំងកំភ្លើងហ្នឹងគឺឲ្យ Michael មើលចឹងក៏គាត់ជឿបន្ទាប់មកប៉ូលីសហើយ Michael ហើយ Mohammed អីហ្នឹងគឺគេដាក់ plan គ្នាគឺគេដាក់ម៉ូគ្នាបន្ទាប់មកប៉ូលីសក៏បាន call ទៅខាង Dalia ហ្នឹងដោយដែលខ្ញុំនិយាយដើមវីដេអូចឹងថាអូឥឡូវប្តីអ្នកឯងគឺត្រូវបានចោទចូលប្លន់នៅក្នុងផ្ទះហើយឥឡូវគឺចៅហ្នឹងគឺបានបាញ់សម្លាប់ប្តីអ្នកឯងនៅក្នុងផ្ទះហើយចឹងឲ្យអ្នកឯងហ្នឹងមកផ្ទះឲ្យលឿនហ្មងចឹងDaliaគាត់ក៏បានបើកឡានមកដល់នោះគឺឃើញប៉ូលីសច្រើនមែនតើនៅផ្ទះខ្លួនឯងគាត់ថាអូគម្រោងខ្លួនឯងបានសម្រេចហើយចឹងគ្រាន់តែដល់ជួបប៉ូលីសភ្លាមប៉ូលីសគាត់ប្រាប់ថាអូប្តីខ្លួនឯងស្លាប់ហ្នឹងគឺគាត់ចាប់ដើមទៅហូរយកមកប៉ូលីសយកហ្មងសំដែងសំខ្លាំងមែនតើហ្មងអ្នកនរគ្នាគ្រាន់តែប៉ុណ្្នឹងប៉ូលីសគេចាប់ដើមសម្ដែងដែរគេសម្រួលអារម្មណ៍គេអីឲ្យទៅមុខប៉ូលីសឆេញខ្លាំងហ្មងខ្ញុំគ្រាន់មើលវីដេអូនេះខ្ញុំមានអារម្មណ៍ថាអូប៉ូលីសហ្នឹងគឺគាត់ស្នើសរសើរនៅការសម្ដែងរបស់ដាលីហ្មងបន្ទាប់មកគាត់ក៏បានអញ្ជើញដាលីហ្នឹងដើម្បីទៅសហការជាមួយប៉ូលីសដើម្បីទៅផ្ដល់ចម្លើយនៅប៉ុស្តិ៍ប៉ូលីសអីចឹង
ពេលដែលទៅដល់ប៉ុស្តិ៍ប៉ូលីសហ្នឹងគឺប៉ូលីសចាប់ផ្ដើមសួរចម្លើយទៅកាន់ដាលីសួរថាអ្នកឯងគិតថាអ្នកណាដែលធ្វើរឿងហ្នឹងអញ្ចឹងដាលីគឺគាត់ចាប់ផ្ដើមនិយាយវាយអូហូស្ទឹងមកនិយាយពីចំណុចអាក្រក់របស់ប្តីគាត់និយាយថាអូប្តីគាត់មានសត្រូវច្រើនអីអញ្ចឹងប៉ូលីសគេរបៀបថាទ្រាំស្ដាប់អត់បានណាគេក៏បានហៅឲ្យគ្នាគេហ្នឹងគឺយកខ្មាំងកាភ្លើងប៉ូលីសដែលប្រឡំខ្លួនជាខ្មាំងកាភ្លើងហ្នឹងចូលមកសួរថាអ្នកឯងស្គាល់បុរសម្នាក់ហ្នឹងអត់ហើយដាលីឆ្លើយថាគឺអត់ស្គាល់ទេប្រហែលជាប៉ូលីសគាត់ហត់នឹងការលេងហ្គេមអីចឹងទៅគាត់ក៏បាននិយាយប្រាប់ដាលីធំមកថាអ្នកឯងគឺត្រូវបានចាប់ខ្លួនហើយនៅក្នុងពីបទចង់សម្លាប់ប្តីអីចឹងជួលគេឲ្យសម្លាប់ប្តីអីចឹងហើយប៉ូលីសគឺលោកភ័ស្តុតាងលោកមានទាំងវីដេអូមានទាំងថតសម្លេងមានទាំងអីទាំងអស់ឲ្យដាលីមើលពេលហ្នឹងដាលីគឺគាត់ស្លុតខ្លាំងមែនតើហ្មងវាថាចង់សម្លាប់ប្តីប៉ុន្តែត្រូវបានប៉ូលីសឲ្យប្តីប្រែងវិញអីចឹងគឺគាត់បាក់ចង្កេះហ្មងតែរឿងក្រៃនេះចាស់ហេងហើយដែលមហាមេដែលជាសង្សារចាំបតដាលីហ្នឹងគឺគាត់រាយការណ៍ទៅប៉ូលីសហើយអ្នកនរគ្នាសម័យថាបើសិនជាគាត់អត់រាយការណ៍ទៅប៉ូលីសទេដាលីរកបានខ្មាំងកាភ្លើងគឺប្តីគាត់ដឹងតែស្លាប់នៅក្រោមដៃដាលីហ្មងបន្ទាប់មកដាលីគាត់ក៏ត្រូវបានប៉ូលីសចាប់ឃាត់ខ្លួនគាត់ដើម្បីដំណើរការរឿងក្តីហើយរឿងក្តីរបស់គាត់ហ្នឹងគឺឡើងតុលាការនៅឆ្នាំ2011គាត់ក៏ត្រូវបានគេកាត់ក្តី2ដងអ្នកនរគ្នាបន្ទាប់ពីគេកាត់ក្តីមកគឺគាត់ត្រូវបានគេផ្ដន្ទាទោសឲ្យជាប់គុក16ឆ្នាំនឹងហើយគឺជាលទ្ធផលនៃភាពលោភលន់ណាអ្នកនរគ្នាយើងលោភលន់ពេកលោភលន់ខុសរបៀបរហូតដល់ចង់ទៅបៀតបៀនអ្នកដទៃហើយអ្នកដទៃហ្នឹងមិនមែនអ្នកដទៃណាឯងគឺប្តីខ្លួនឯងទៀតជាចុងក្រោយគឺខ្ញុំអរគុណខ្លាំងមែនតើបងសម្រាប់បងប្អូនដែលគាត់តែងតែ support ខ្ញុំមានអ្នកខ្លះគឺគាត់ឆាតមកឲ្យខ្ញុំផុសវីដេអូដោយសារគាត់ចង់ស្ដាប់ខ្ញុំនិយាយរឿង subscribe អីចឹងណាហើយខ្ញុំសុំទោសមែនតើខ្ញុំអត់សូវបានផុសវីដេអូមួយឆ្នាំចុងក្រោយនេះគឺខ្ញុំអត់សឹងតែអត់ផុសរឿងក្តីហ្មងអ្នកនរគ្នាអញ្ចឹងមកថ្ងៃនេះគឺខ្ញុំមកសន្យាថាខ្ញុំនឹងព្យាយាមផុសឲ្យបានញឹកញាប់ at least មួយវីដេអូទៅពីរវីដេអូក្នុងមួយអាទិត្យខ្ញុំនឹងធ្វើឲ្យបានអ្នកនរគ្នាដោយសារមួយរយៈនេះគឺខ្ញុំរៀងតនេច្រើនពី business របស់ខ្ញុំអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងនៅតែបន្តគាំទ្រខ្ញុំអញ្ចឹងកុំភ្លេច report វីដេអូនេះផងហើយអរគុណច្រើនមែនតើជួបគ្នានៅវីដេអូក្រោយ